ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបន្តទៀតហើយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានទស្សនាហើយវីដេអូនេះខ្ញុំធ្វើដំណើរទៅប្រជុំនៅខាងបឹងសំរ៉ាត់អញ្ចឹងហើយខ្ញុំធ្វើវីដេអូនេះដើម្បីចែករំលែកឲ្យពុកម៉ែបងប្អូនបានឃើញពីទស្សនវិជ្ជាឬក៏ទេសភាពនៅខាងបឹងរមណីយដ្ឋានបឹងសំរ៉ាត់នឹងផងដែរបាទហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរជាមួយក្រុមការងារបន្តដំណើរហ្នឹងទៅស្នាក់នៅខាងរមណីយដ្ឋានបឹងសំរ៉ាត់ហ្នឹងរយៈពេល2យប់អញ្ចឹងហើយក៏ខ្ញុំឆ្លៀតពេលនេះធ្វើវីដេអូនេះដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញនៅទស្សនវិជ្ជាឬក៏ទេសភាពនៅខាងរមណីយដ្ឋានបឹងសំរ៉ាត់ហ្នឹងហើយនេះជាការធ្វើដំណើររបស់ខ្ញុំបាទដូចជាបងប្អូនបានឃើញអំពីទស្សនវិជ្ជានៅតាមផ្លូវហើយយើងឃើញថាអឺផ្លូវចូលនៅខាងមករមណីយដ្ឋានបឹងសំរ៉ាត់ហ្នឹងរៀងពិបាកបន្តិចដោយសារមានផ្លូវខូចច្រើនអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះយើងបានឈាងចូលមកដល់ទឹកដីនៃរមណីយដ្ឋាននោះហើយយើងក៏ធ្វើដំណើរបន្តទៀតដើម្បីយើងទៅដល់កន្លែងស្នាក់នៅរបស់យើងហើយដូចជាពុកម៉ែបានឃើញទាំងអស់គ្នាហើយយើងឃើញថាផ្លូវនៅខាងបឹងសំរ៉ាត់គឺវាមានជង្ហុកច្រើនឬក៏ផ្លូវវាបែកជាក្លុកច្រើនអញ្ចឹងណាបងប្អូនបាទហើយនេះទស្សនវិជ្ជានៅបរិវេណនៃរមណីយដ្ឋានបឹងសំរ៉ាត់គឺមានភាពស្ងប់ស្ងាត់ដោយសារតែពុំសូវមានមនុស្សមកទស្សនាទេតាមដែលខ្ញុំមើលឃើញហើយនេះយើងបានចូលមកដល់បរិវេណនៃរមណីយដ្ឋានបឹងសំរ៉ាត់នឹងហើយយើងក៏បន្តដំណើរទៅកន្លែងស្នាក់នៅនោះកន្លែងដែលខ្ញុំបានថតបង្ហាញពុកម៉ែបងប្អូនហ្នឹងគឺយើងស្នាក់នៅក្នុងសណ្ឋាគារហ្នឹងបាទហើយនេះយើងបានចូលមកដល់ខាងសណ្ឋាគារហើយយើងឃើញថាមានក្រុមការងារគាត់បានមកដល់មុនខ្លះហើយយើងក៏ចូលទៅរកបន្ទប់អញ្ចឹងណាបាទហើយនេះយើងឃើញអំពីទស្សនវិជ្ជានៅជុំវិញនៃរមណីយដ្ឋានសួស្តីថ្ងៃនេះខ្ញុំបានមកលេងនៅបឹងសំរ៉ាត់បាទហើយខ្ញុំមកជាមួយក្រុមការងារអញ្ចឹងថ្ងៃនេះសម្រាប់នៅបឹងសំរ៉ាត់ហ្នឹងហើយបាទដូចជាបងប្អូនបានស្ដាប់នៅវីដេអូរបស់ខ្ញុំហើយគឺយើងនឹងស្នាក់នៅនឹងរយៈពេល2យប់ហើយខ្ញុំមកនេះគឺមកសិក្ខាសាលាជាមួយនឹងក្រុមការងារហើយនេះយើងបានចូលមកដល់កន្លែងcashier ដែលគាត់បានរៀបចំបន្ទប់សម្រាប់ក្រុមការងារតាមបន្ទប់នីមួយៗហើយនេះខ្ញុំបានធ្វើដំណើរចូលទៅបន្ទប់របស់ខ្ញុំដើម្បីនឹងបង្ហាញអំពីបន្ទប់ដែលពុកម៉ែបងប្អូននឹងចង់ឃើញបាទហើយខ្ញុំ recommend នៅកន្លែងបន្ទប់គឺ90% នៃការរៀបចំបន្ទប់ហ្នឹងហើយយើងឃើញថានៅក្នុងបន្ទប់ទឹកគឺស្រស់ស្អាតមានការរៀបចំមានទឹកក្តៅទឹកត្រជាក់អញ្ចឹងណាបងប្អូនហើយបើយើងក៏លេចមកមើលពីទស្សនវិជ្ជានៅខាងក្រោយវិញគឺស្រស់ស្អាតនៅពេលដែលយើងក្រោកពីគេងមកគឺយើងបើកទ្វារមកយើងឃើញពីទស្សនវិជ្ជាដើមឈើជាច្រើននៅខាងក្រោយហ្នឹងបានហើយគឺស្រស់ស្អាតណាស់ហើយនេះជាពេលព្រឹកដែលយើងចូលទៅទស្សនានៅបឹងសំរ៉ាត់បានហើយនេះយើងបានដើរចូលក៏ដូចជាក្រុមការងារគាត់ទៅកំសាន្តផងដែរហើយនេះជាសកម្មភាពរបស់ខ្ញុំបន្តទៀតដើម្បីយើងបានធ្វើវីដេអូនិងការចែករំលែកនៅក្នុងបរិវេណនៃរមណីយដ្ឋានបឹងសំរ៉ាត់ហ្នឹងបាទហើយជឿឃើញថាទស្សនវិជ្ជានៅពេលព្រឹកក្រោយពីភ្លៀងពេលយប់ហើយគឺធម្មជាតិគឺស្រស់ស្អាតហើយត្រជាក់ដោយសារតែនៅខាងបឹងសំរ៉ាត់ហ្នឹងគឺជាបឹងធម្មជាតិហើយក៏មានការដាំដើមឈើជាច្រើននៅក្នុងបរិវេណនៃបឹងសំរ៉ាត់ហ្នឹងហើយក៏មានកន្លែងគេជិះកង់ឬក៏ជួលកង់សម្រាប់ឲ្យភ្ញៀវទេសចរហ្នឹងគាត់មកទស្សនានៅខាងបឹងសំរ៉ាត់ហ្នឹងគឺយើងមានការជួលកង់ឬក៏ជិះកង់អីជាដើមហើយនេះសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើការទស្សនានៅទស្សនវិជ្ជានៅជុំវិញនៃបឹងសំរ៉ាត់ហ្នឹង
ហើយនេះជាកោះរំដួលដែលប៉ុន្តែឥឡូវហ្នឹងគឺផ្លាកបានធ្លាក់ហើយគឺផ្លាកនៅខាងក្រោមហ្នឹងគឺគេអត់ទាន់បានលើកឡើងឡើងវិញទេហើយនេះខ្ញុំបានធ្វើដំណើរបន្តទៀតដើម្បីថតនៅទស្សនវិជ្ជានៅជុំវិញនៃបឹងសម្រិតហ្នឹងតើមានអីខ្លះនៅក្នុងហ្នឹងសម្រាប់ជាការមកកំសាន្តអញ្ចឹងណាបាទហើយយើងឃើញថាមានការដាក់តាំងនៅរូបលម្អដូចជាម៉ូតូរូបមនុស្សហើយនេះក៏ជាកន្លែងដែលគេអាចជួលនៅការជិះទូកលេងក្នុងទឹកបានដែរបាទពុកម៉ែបងប្អូនហើយទីតាំងនៅបឹងសម្រិតហ្នឹងអត់ឆ្ងាយពីខាងភ្នំពេញហើយក៏មិនឆ្ងាយពីខេត្តកំពង់ធំដែរហើយបើយើងគិតពីភ្នំពេញមកទៅដី134គីឡូទេដែលមកដល់ទីតាំងនៅបឹងសម្រិតហ្នឹងហើយបើយើងចេញពីកំពង់ធំមកតែ50គីឡូជាងទេបងប្អូនបាទហើយយើងឃើញហើយមានទស្សនវិជ្ជានៅមាត់ទឹកគឺស្រស់ស្អាតណាស់នៅពេលព្រឹកនេះគឺធម្មជាតិហើយនេះឃើញមានថាមានទូកទឹកទាទឹកអីជាដើមណាបងប្អូនអាចបើសិនជាពុកម៉ែបងប្អូនចង់មកទស្សនាហើយចំពោះសម្បត្តិចូលមកទស្សនាហ្នឹងគឺម្នាក់តែ2000ទេហើយបើសិនជាយើងជួលកង់ជួលអីទៀតអាហ្នឹងគេគិតទៅតាមហ្នឹងបានហើយយើងឃើញហើយពីទស្សនវិជ្ជានៅបរិវេណនៃបឹងសម្រិតគេហៅបឹងសម្រិតរីសតណាបងប្អូនហើយយើងឃើញពីទស្សនវិជ្ជានៅនេះខ្ញុំក៏ចែករំលែកបងប្អូនឲ្យឃើញពីសកម្មភាពឬក៏ទស្សនវិជ្ជានៅក្នុងបឹងសម្រិតហ្នឹងយើងឃើញអំពីការកសាងឬក៏ការធ្វើជាសារមន្ទីរហើយធ្វើជាអង្គរវត្តហើយក៏ដូចជាប្រាសាទព្រះវិហារផងដែរនេះគេហៅអង្គរតូចដែលគេបានរៀបចំជារូបរាងបដិមិត្តមួយហើយប្រាសាទព្រះវិហារគឺនៅក្រៅអង្គរវត្តហ្នឹងបាទនៅខាងលើភ្នំតែខ្ញុំមិនបានទៅទេហើយនេះជាសារមន្ទីរដែលខាងម្ចាស់កន្លែងបឹងសម្រិតហ្នឹងគឺគាត់បានធ្វើជាសារមន្ទីរមិនណាគឺស្រស់ស្អាតណាស់យើងឃើញអំពីក្លោងទ្វារនៃច្រកចូលគឺស្រស់ស្អាតមាននាគបាទហើយខ្ញុំក៏បន្តដំណើរបន្តទៀតយើងឃើញថាគេដាក់ឈ្មោះថាកំពង់ធំជំនុំចិត្តបាទហើយនេះកង់សម្រាប់ខ្ញុំជិះម្នាក់ឯងទេហើយខ្ញុំកង់ជិះ2នាក់ប៉ុន្តែខ្ញុំជិះម្នាក់ឯងបាទហើយយើងឃើញហើយមានកន្លែងសម្រាប់ច្រើនហើយនេះជាទីតាំងដែលយើងជិះខាងរូងភ្នំហើយក៏ជាទីតាំងមួយដែលបើសិនជាមានបុណ្យទានហើយមានភ្ញៀវច្រើនគឺគេឲ្យយើងឡើងតាមចតានេះដើម្បីជិះមិនថាយើងតម្លាក់ខ្លួនចូលនៅក្នុងទឹកឬងូតទឹកនៅក្នុងបឹងសម្រិតហ្នឹងបាទហើយយើងឃើញហើយខាងរូងភ្នំគឺជាសប្បនិមិត្តគឺយើងឃើញបើយើងមកម្នាក់ឯងមានអារម្មណ៍ថាដូចជាខ្លាចគួរសមដែរបងប្អូនដោយសារវាស្ងាត់ហើយខ្ញុំក៏ធ្វើដំណើរជិះកង់ហ្នឹងគឺដើម្បីថតនៅសកម្មភាពឬក៏ពីទស្សនវិជ្ជាដែលមានអ្វីខ្លះនៅក្នុងបឹងសម្រិតហ្នឹងហើយយើងឃើញហើយមានសួនច្បារមានអីជាច្រើនហើយកន្លែងនោះជាកន្លែងដែលអាងទឹកសម្រាប់គេនៅរដូវក្តៅគេអាចទៅងូតទឹកលេងបានហើយក៏ហែលទឹកអីជាដើមណាបងប្អូនបាទហើយក៏មានសួនកុមារជាច្រើនដែរនៅក្នុងហ្នឹងបាទបើសិនជាពុកម៉ែបងប្អូនយកកូនទៅលេងឬក៏អាចឲ្យគាត់លេងបាននៅកន្នេះបាទហើយខ្ញុំបានធ្វើការថតនេះដើម្បីចែកម្លែកទាំងអស់គ្នាបាទឲ្យឃើញហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រវីដេអូនេះបន្តទៀតដើម្បីជាការផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទនឹងធ្វើវីដេអូថ្មីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាទាំងអស់គ្នាអញ្ចឹងនេះកន្លែងនេះជាកន្លែងអាងហែលទឹកហើយក៏ដូចជាមានការចិញ្ចឹមទឹកសាយដែរហើយខ្ញុំមកតែឯងដោយសារមានឆ្កែ2បាទអធិស្ឋានហើយនេះជាទស្សនវិជ្ជានៅក្នុងបឹងសម្រិតហើយនេះយើងបានជិះយើងជិះកង់មួយជុំវិញនៃបឹងហ្នឹងណាបងប្អូនបាទគឺយើងឃើញថាទេសភាពគឺស្រស់ស្អាតខ្ញុំឲ្យ10 លើ 10ប៉ុន្តែដោយសារតែមួយរយៈនេះសារឃើញថានៅបឹងសម្រិតអត់សូវមានអ្នកមកលេង
គឺខ្ញុំ recommend ចង់ឲ្យបងប្អូនដែលគាត់ចង់មកទស្សនាឬក៏ចង់មកសម្រាកអីគឺអាចមកលេងបឹងសំរឹទ្ធបានគឺស្រស់ស្អាតបានហើយខ្ញុំបានជិះកង់ជុំវិញនៃបឹងសំរឹទ្ធហ្នឹងគឺឃើញថាទេសភាពនៃការរៀបចំគឺល្អមែនទែនសម្រាប់ភ្ញៀវជាតិទាំងអន្តរជាតិហើយយើងឃើញថាមានការរៀបចំនៅឡានចាស់ពីដើមមកជាច្រើនហើយនេះយើងក៏លេចមើលមកនេះគឺជាសួនបាទសួនស្នេហ៍ហើយយើងឃើញពីទស្សនវិជ្ជានៃការរៀបចំគឺទេសភាពស្អាតមែនទែនបងប្អូនបាទហើយខ្ញុំក៏បានជិះកង់បន្តទៀតដើម្បីជាការចែករំលែកនៅវីដេអូថ្មីហើយកុំភ្លេចជួយចុច subscribe នៅវីដេអូឬក៏ follow Facebook ខ្ញុំអ្នកមួយផងដើម្បីជាការកម្លាំងចិត្តរបស់ខ្ញុំនៅវីដេអូក្រោយៗទៀតហើយជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្របន្តទៀតហើយខ្ញុំក៏សូមអរគុណហើយសូមជម្រាបលាទៅកាន់ពុកម៉ែបងប្អូនជួបគ្នាវីដេអូថ្មីបន្តទៀត